ជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជាភាគបន្ទាប់នៃរឿង Zombie របស់យើងពិតជាអរគុណខ្លាំងមែនទែនសម្រាប់ការប៉ាកាហ្វេឲ្យ admin តោះសូមចំណាយពេល10នាទីជាងដើម្បីទស្សនាវីដេអូទាំងអស់គ្នានៅក្នុងភាគមួយនេះយើងឃើញសៅយ៉ាងកំពុងតែសម្លាប់ទៅលើ Zombie បន្ទាប់ពីសម្លាប់ Zombie អស់ជាច្រើនជាមួយនឹងកំបិតរបស់គេរួចសៅយ៉ាងគេនិយាយថាចិត្តដល់គោលដៅហើយបន្តរក្សាទម្រង់បែបនេះកាន់តែប្រសើរភ្លាមគេក៏បានដកយកកន្ត្រៃមួយហើយធ្វើការកាត់សក់របស់ខ្លួនឯងក៏ដូចជាយកខ្ជុងលាបទៅលើមុខផងដែរឃើញបែបនេះទើបគេដឹងថាខ្លួនខំរត់គេចពី Zombie យ៉ាងលំបាកនេះគ្រាន់តែជាការសម្ដែងដើម្បីបន្ទាបខ្លួនរបស់សៅយ៉ាងតែប៉ុណ្ណោះក្រោយពីកាត់សក់រួចហើយយើងមើលទៅកាន់សៅយ៉ាងហាក់បីដូចជាមនុស្សផ្សេងមួយទៀតអញ្ចឹងភ្លាមនោះមានបរិមម្នាក់ហើយទៅកាន់សៅយ៉ាងឲ្យគេឈប់រួចសួរទៅកាន់សៅយ៉ាងថាជានរណាសៅយ៉ាងគេងាកទៅបរិមម្នាក់នោះហើយធ្វើជាសើចទាំងសប្បាយចិត្តរួចនិយាយទៅកាន់បរិមម្នាក់នោះថាហូទីបំផុតខ្ញុំបានឃើញមនុស្សនៅរស់រានមានជីវិតហើយពិតជាអរគុណខ្លាំងមែនទែនបរិមម្នាក់នោះនិយាយទៅកាន់សៅយ៉ាងវិញតើរស់រានមានជីវិតតែម្នាក់ឯងហេក្មេងតូចតើឯងធ្វើយ៉ាងម៉េចទើបអាចរស់រានមានជីវិតបានរហូតមកដល់ពេលនេះសៅយ៉ាងឆ្លើយតបទៅកាន់បរិមម្នាក់នោះវិញទីលំនៅរបស់យើងគឺមានមនុស្សប្រហែលជា10នាក់ប៉ុន្តែត្រូវ Zombie ចូលមកវាយលុកនិងសម្លាប់ពួកគេអស់ហើយក្រោយពីមនុស្សទាំងអស់បានស្លាប់ខ្ញុំតែម្នាក់ប៉ុណ្ណោះដែលមានឱកាសនៅក្នុងការរត់ចេញបរិមម្នាក់នោះសើចហើយនិយាយទៅកាន់សៅយ៉ាងអញ្ចឹងតើឯងមិនមានកម្លាំងទេសៅយ៉ាងលើបែបនេះគេឆ្ងល់ជាខ្លាំងកម្លាំងខ្ញុំមានជំនាញខ្លះពីព្រោះតែខ្ញុំត្រូវ Zombie វាប្រហែលជាច្រើនលើកជាច្រើនសារហើយបានរៀនការប្រយុទ្ធអំពីពួកវាខ្ញុំនឹងធ្វើវាឲ្យល្អបំផុតដើម្បីសុវត្ថិភាពលើបែបនេះហើយបរិមម្នាក់នោះមើលទៅកាន់សៅយ៉ាងពោពេញទៅដោយភាពទន់ខ្សោយរួចគេនិយាយទៅកាន់សៅយ៉ាងថានរណាសួរឯងអំពីរឿងនេះឯងមិនស្ថិតនៅក្នុងបន្ទុករបស់ខ្ញុំឡើយប៉ុន្តែមិនអីនោះទេមកតាមខ្ញុំមកបើសិនជាឯងចង់ចូលរួមជាមួយនឹងពួកយើងហើយឯងនឹងត្រូវការតេស្តសមត្ថភាពខ្លះសៅយ៉ាងបានមើលទៅកាន់ដៃបរិមម្នាក់នោះដែលបំរុងនឹងដកកំភ្លើងរបស់គេរួចសៅយ៉ាងគិតថាដោយការរំពឹងទុករោងចក្រសិប្បកម្មដៃស៊ីហ្វេងវាមិនមែនជាកន្លែងមិត្តភាពនោះទេភ្លាមនោះស្រាប់តែមានបរិមម្នាក់ទៀតចេញមកគឺជាលីឆេងសួរទៅកាន់ពួកគេថាតើមានរេកាត់ឡើងតើនេះគឺជានរណាដោយមិនដែលធ្លាប់ឃើញមកពីមុនមកបរិមម្នាក់នោះក៏បាននិយាយទៅកាន់លីឆេងលបងលីអាកូមួយនឹងគឺវារស់រានមានជីវិតតែម្នាក់ឯងខ្ញុំគ្រាន់តែយកគេទៅកន្លែងស្ងាត់ហើយឆែកឆេរគេតែប៉ុណ្ណោះលីឆេងបានសួរទៅកូនចៅរបស់គេហើយអ្វីចាំបាច់យកគេទៅកន្លែងស្ងាត់ហើយមិនឯងមិនព្រមឆែកឆេរនៅកន្លែងនោះមកទៅអានឹងចង់ស៊ីលៀនសៅយ៉ាងឯមើលទៅអំឡុងពេលដែលពួកគេកំពុងតែនិយាយគ្នាសៅយ៉ាងគេគិតថាបរិមម្នាក់នេះច្បាស់ជាបញ្ឆោតឲ្យខ្ញុំទៅហើយសម្រាប់ខ្ញុំបន្ទាប់មកលីឆេងនិយាយទៅកាន់សៅយ៉ាងម្ដងឯងមកនេះមកដកអាវុធរបស់ឯងទាំងអស់ចេញហើយចូលទៅខាងក្នុងបានរួចសៅយ៉ាងបាននិយាយទៅកាន់គេវិញដកអាវុធទាំងអស់របស់ខ្ញុំចេញតើខ្ញុំធ្វើយ៉ាងម៉េចទើបដឹងថាអ្នកទាំងអស់គ្នាមិនសម្លាប់ខ្ញុំនៅទីនេះលីឆេងគេប្រាប់ទៅកាន់សៅយ៉ាងថានៅក្នុងពិភពលោកមួយនេះមនុស្សទាំងអស់ត្រូវតែប្រយ័ត្នវាជារឿងធម្មតាទៅហើយប៉ុន្តែប្រសិនបើឯងមិនព្រមដកអាវុធរបស់ឯងចេញទាំងអស់ទេឯងក៏មិនអាចចូលមកនៅទីនេះបានដែរអញ្ចឹងឯងអាចចាក់ចេញពីទីនេះបានបន្ទាប់មកសៅយ៉ាងក៏បានព្រមប្រគល់អាវុធទាំងអស់ទៅឲ្យពួកគេក្រោយពីយកអាវុធចេញពីសៅយ៉ាងអស់ហើយលីឆេងធ្វើការឆែកខ្លួនទៅកាន់សៅយ៉ាងគេក៏គិតទៀតថាបរិមម្នាក់នេះហាក់បីដូចជាមានគោលការណ៍ត្រឹមត្រូវមើលទៅរោងចក្រសិប្បកម្មដៃស៊ីហ្វេងវាខុសពីប៊ីសាននិងរោងចក្រធ្យូងថ្មខាងត្បូងលីឆេងបានឆែកឆេរខ្លួនរបស់សៅយ៉ាងហើយឃើញត្រឹមតែកំបិតខ្លីទូចញយមួយគេនិយាយទៅកាន់សៅយ៉ាងថាធ្វើដំណើរនៅក្នុងសម័យ Zombie តែម្នាក់ឯងដោយប្រើត្រឹមតែកំបិតខ្លីទូចញយនេះមួយក្មេងតូចតែឯងជាមនុស្សដែលមានសមត្ថភាពពិសេសមែនវិញគេនិយាយបែបនេះសៅយ៉ាងធ្វើដៃរបស់គេហាក់បីដូចជាមានកម្លាំងរួចគេនិយាយទៅកាន់លីឆេងថាសមត្ថភាពពិសេសខ្ញុំមានអារម្មណ៍ថាខ្ញុំមានកម្លាំងខ្លាំងណាស់លីឆេងបន្តនិយាយទៅកាន់សៅយ៉ាងអញ្ចឹងមកតាមខ្ញុំយើងគឺមានច្បាប់មួយមនុស្សដែលមានសមត្ថភាពពិសេសត្រូវតែរាយការណ៍ទៅកាន់ថ្នាក់ដឹកនាំជាមុនសិនហ្នឹងហើយលើនេះធ្វើការរងចាំនៅបន្ទប់ទទួលភ្ញៀវជាមុនសិនបាទគឺថាបន្ទប់ទទួលភ្ញៀវរបស់គេគ្មានបង្អួចនោះទេបើយើងមើលទៅជាបន្ទប់គុំខាំតំណងជាងសៅយ៉ាងគេក៏និយាយដែរមានដែរបន្ទប់ទទួលភ្ញៀវនេះវាមើលទៅដូចជាគុកច្រើនជាងបន្តិចក្រោយមកវត្តមានរបស់អាត្រងោវាក៏បានដើរមកបន្ទប់ទទួលភ្ញៀវយ៉ាងរំទុំហើយនិយាយទាំងសុភាពទៅកាន់សៅយ៉ាងថាសុំទោសផងដែលឲ្យលោកប្អូនចាំយូរតើខ្ញុំអាចស្គាល់ឈ្មោះលោកប្អូនបានទេបន្ទាប់មកសៅយ៉ាងធ្វើជាកបន្តិចហើយគេប្រាប់ថាគេឈ្មោះជានជីអាតងោសួរទៅកាន់សៅយ៉ាងបន្តទៀតមនុស្សរបស់ខ្ញុំបានប្រាប់ថាឯងគឺមានសមត្ថភាពពិសេសតើវាជាការពិតដែរអត់សៅយ៉ាងបាននិយាយទៅវិញដោយវិនិច្ឆ័យតាមសម្លេងរបស់គាត់ខ្ញុំប្រហែលជាភ្លាមនោះពូថៅមួយក៏បានហោះមកចំកណ្ដាលមុខរបស់សៅយ៉ាងគឺអាតងោគេសារសមត្ថភាពរបស់សៅយ៉ាងប៉ុន្តែពូថៅនោះដឹងស្រាប់ហើយមិនអាចធ្វើអ្វីទៅកាន់សៅយ៉ាងបានទេសៅយ៉ាងគេយ៉ាងងាយសម្រាប់ពូថៅហោះកាកនោះរួចពូថៅក៏បានហោះទៅជាប់នឹងជញ្ជាំងប្រសិនបើត្រូវមនុស្សច្បាស់ណាស់ថាមិនរស់នោះទេសៅយ៉ាងបន្ទាប់ពីឃើញបែបនេះគេគិតបន្តិចគេកំពុងធ្វើការវាយប្រហារមកលើខ្ញុំអត់ទេគេគឺកំពុងតែតេះខ្ញុំក៏រួចហើយសៅយ៉ាងធ្វើជានិយាយទៅកាន់អាត្រងោហេតើលបងឯងកំពុងតែធ្វើស្អីនឹងដឹងអត់ថាវាមានគ្រោះថ្នាក់
អាត្រងោគេសើចរួចគេនិយាយថាអត់ទេខ្ញុំគ្រាន់តែសង្ស័យតែប៉ុណ្ណោះឯងគឺជាមនុស្សដែលមានសមត្ថភាពពិសេសសាយ៉ាងបន្តទៀតថាហើយប្រសិនបើខ្ញុំមិនកិច្ចទេអញ្ចឹងលបងឯងមិនសម្លាប់ខ្ញុំបាត់ហើយអីលបងត្រងោគេនិយាយទៅកាន់សាយ៉ាងទៀតប្រសិនបើនៅក្នុងករណីនេះអញ្ចឹងជីវិតរបស់ឯងគឺមិនមានតម្លៃនោះទេដើម្បីរស់រានមានជីវិតនៅទីនេះដោយសារតែយើងទាំងពីរសុទ្ធតែជាអ្នកដែលមានសមត្ថភាពពិសេសអញ្ចឹងខ្ញុំអាចនិយាយបានថាឯងគឺជាមនុស្សម្នាក់ដែលស្គាល់អំពីសមត្ថភាពពិសេសសាយ៉ាងគេបានប្រាប់វិញពិតមែនហើយខ្ញុំស្គាល់វារួចអាត្រងោគេបានប្រាប់ទៀតថាអញ្ចឹងខ្ញុំសូមព្រមានឯងមានតែប៉ុន្មានអ្នកប៉ុណ្ណោះនៅទីនេះដែលដឹងអំពីអាថ៌កំបាំងមួយនេះខ្ញុំមិនចង់ឲ្យវារីករាលដាលទៅណាផ្សេងទៀតទេប្រសិនបើខ្ញុំស្វែងរកមនុស្សកាន់តែច្រើនទៀតនិយាយប៉ុណ្ណេះអាត្រងោក៏បានរត់ទៅកាន់សាយ៉ាងភ្លាមនឹងយកដៃបំរុងនឹងចិត្តបាច់កសាយ៉ាងហើយគេនិយាយទៀតថាខ្ញុំនឹងសម្លាប់ឯងនៅពេលដែលដៃអាត្រងោនៅចិត្តករបស់ខ្លួនបែបនេះសាយ៉ាងគេគិតថាវាពិតជាចិត្តមែនទែនពិតជាល្អណាស់គេគ្រាន់តែប្រើក្រញាំរបស់គេយកមកគំរាមខ្ញុំប្រសិនបើវាជាកំបិតខ្ញុំនឹងប្រយុទ្ធតបវិញប្រសិនបើខ្ញុំសម្លាប់គេឥឡូវនេះតើអ្នកណាទៅដឹងថាខ្ញុំនៅតែទទួលបានបន្ទុក80ពីបេសកកម្មឬក៏អត់លបងត្រងោពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលដែលឃើញសាយ៉ាងដកកំបិតយ៉ាងរហ័សបែបនេះគេនិយាយទៅកាន់សាយ៉ាងថាឯងពិតជារហ័សខ្លាំងមែនទែនថែមទាំងដកអាវុធរបស់ឯងចេញមកបានទៀតឯងប្រហែលជាមានសមត្ថភាពខ្លាំងប៉ុន្តែជាមួយនឹងកម្លាំងរបស់ខ្ញុំគឺហួសពីការស្មានរបស់ឯងទៅទៀតខ្ញុំមិនគិតទេថាឯងនឹងប្រជែងជាមួយនឹងខ្ញុំទទួលបានទេសាយ៉ាងតវិញបាទទទួលបានហើយអាត្រងោក៏បន្តទៅប្រាប់សាយ៉ាងទៀតថាខ្ញុំនឹងអនុញ្ញាតឲ្យឯងកាន់អាវុធប្រើប្រាស់នៅទីនេះវិញបន្ទាប់មកគេក៏នាំសាយ៉ាងចេញមកខាងក្រៅបន្ទប់និងនិយាយប្រាប់ទៅកាន់កូនចៅរបស់គេទាំងអស់ថាហេពួកឯងឆាប់នាំចាងជីទៅផ្លាស់ប្ដូរសម្លៀកបំពាក់បន្ទាប់មកនាំគេមកបន្ទប់ប្រជុំកូនចៅរបស់គេយល់នៅអ្វីដែលមេគេនិយាយហើយនាំសាយ៉ាងទៅផ្លាស់ប្ដូរសម្លៀកបំពាក់ក៏ដូចជាមួយទឹកសម្អាតខ្លួនផងដែរនៅពេលនេះតួឯកប្រុសរបស់យើងបានបន្លំខ្លួនមកជំរុំរបស់សត្រូវដោយជោគជ័យហើយក្រោយពីសាយ៉ាងបានមុជទឹកបង្កក់ស្រីរួចហើយគេក៏បានដើរចូលទៅក្នុងបន្ទប់ប្រជុំរួចអាត្រងោគេធ្វើការណែនាំសមាជិកថ្មីឲ្យគ្នារបស់គេបានស្គាល់ក៏ដូចជាណែនាំកញ្ញាលីងឲ្យទៅកាន់សាយ៉ាងស្គាល់ផងដែរថានាងគឺជាថ្នាក់ដឹកនាំម្នាក់ទៀតបន្ទាប់ពីគាត់ក្រៅពីនេះមានលីឆេងជាមួយនឹងហុងប៊ីនគឺជាអ្នកទទួលខុសត្រូវគ្រប់គ្រងផ្នែកការងារទូទៅបន្ទាប់មកចេលីងក៏បានសួរទៅហុងប៊ីនអំពីសាយ៉ាងថាតើឯងមានកត់សម្គាល់ឃើញអ្វីប្លែកអំពីគេដែរឬអត់ហុងប៊ីនគេបានប្រាប់វិញថាមិនមានបញ្ហាអ្វីនោះទេរួចចេលីងក៏បន្តនិយាយទៅកាន់សាយ៉ាងក្មេងតូចឯងគឺពិតជាមានសំណាងណាស់ឯងបានរកឃើញទីលំនៅដ៏ខ្លាំងក្លាជាងគេមួយហើយឯងមិនចាំបាច់ខំប្រឹងរស់យ៉ាងពិបាកទៀតទេប៉ុន្តែប្រសិនបើឯងចង់ហូបចុកល្អឯងត្រូវតែធ្វើខ្លួនរបស់ឯងឲ្យល្អផងដែររួចសាយ៉ាងបានអោនក្បាលគោរពទៅចេលីងហើយនិយាយទៅកាន់ចេលីងបាទខ្ញុំនឹងធ្វើតាមទាំងអស់ចំណែកឯហុងប៊ីនចាប់ស្មារបស់សាយ៉ាងហើយនិយាយទៅកាន់សាយ៉ាងពេលវេលានេះគឺល្អខ្លាំងណាស់យើងកំពុងតែមានភារកិច្ចនៅក្នុងការយានល្បាតនៅថ្ងៃនេះសមាជិកថ្មីអាចមកជាមួយនឹងខ្ញុំហើយអាចារ្យនិងអាស៊ីងថាយើងទៅដល់ពេលវេលាដែលត្រូវល្បាតហើយអំឡុងពេលដែលពួកគេទាំងអស់គ្នាកំពុងតែធ្វើការដើរទៅល្បាតបរិះម្នាក់ដែលនៅក្បែរហុងប៊ីនគេក៏បានសួរទៅហុងប៊ីនថាលោកពូតើក្មេងម្នាក់នេះគេចូលក្រុមរបស់លោកពូមែនហុងប៊ីនគេឆ្លើយតបទៅវិញតើយើងអាចធ្វើអ្វីបានទៀតបើគេដឹងគ្រប់យ៉ាងដូច្នេះគេត្រូវតែនៅជាមួយនឹងយើងចំណែកឯប្រូដែលត្រូវសាយ៉ាងប្រឡែងមកលើកមុនគេដើរពីក្រោយសាយ៉ាងដើរបណ្ដាគេគិតបណ្ដាហើយអ្វីបានជាបរិះម្នាក់នេះដូចជាប្រហែលបន្ទាប់មកហុងប៊ីនបាននិយាយទៅកាន់សាយ៉ាងហេអាប្អូនលួងត្រងោមិនបានប្រាប់ឯងច្រើនអំពីទីតាំងរបស់យើងទេមែនទេសាយ៉ាងបានឆ្លើយតបទៅគេវិញថាគឺគាត់គ្រាន់តែប្រមានខ្ញុំអំពីការសម្ងាត់របស់មនុស្សដែលមានសមត្ថភាពពិសេសហុងប៊ីនក៏និយាយបន្តត្រឹមត្រូវហើយនៅទីកន្លែងនេះមានតែមនុស្ស4នាក់ប៉ុណ្ណោះក្រៅពីលបងត្រងោបងស្រីហើយនិងពួកយើងគឺគ្មាននរណាដឹងអំពីការហូបសាច់មនុស្សស្រស់នោះទេអាស៊ីងគឺជាបងប្អូនជីដូនមួយរបស់លបងត្រងោអាខ្វីងគឺជាក្មួយប្រុសរបស់ខ្ញុំហើយនិងហុងលីងពួកយើងទាំងអស់គ្នាគឺជាគ្រួសារតែមួយប្រសិនបើរឿងសម្ងាត់នេះបែកធ្លាយចេញទៅខាងក្រៅនោះរឿងតែមួយគត់គឺព្រោះតែឯងតែយល់អំពីមុខតំណែងរបស់ឯងហើយឬនៅសាយ៉ាងបាននិយាយទៅវិញបាទលបងខ្ញុំមិននិយាយសំបីតែមួយម៉ាត់សាយ៉ាងគេបានមើលទៅខាងក្រោយតាមរយៈកន្ទុយខ្សែភ្នែកដោយមើលទៅលើអាស៊ីងតែគេមិនមែនជាបរិះម្នាក់ដែលត្រូវក្រុមរបស់សាងឈីចាប់កាលពីថ្ងៃមុនទេរួចសាយ៉ាងក៏បានសួរអំពីសមាជិកដទៃទៀតហុងប៊ីនប្រាប់ទៅសាយ៉ាងបន្តលីឆេងគាត់គឺនៅខាងក្រៅពីព្រោះតែគាត់មានទេពកោសល្យនិងកម្លាំងខ្លាំងជាពិសេសយើងមិនអាចឲ្យគាត់ដឹងរឿងអ្វីផ្សេងលើពីនេះបានទេសាយ៉ាងក៏បានគិតអំពីលីឆេងគាត់ច្បាស់ជាអំណោយដ៏ពិសេសប្រសិនបើមិនមែនថ្នាក់ដឹកនាំរក្សាគាត់នៅក្នុងការត្រួតពិនិត្យនោះគាត់នឹងអាចលើសពួកគេក្នុងពេលឆាប់នេះដើរបានមួយសន្ទុះក្រោយមកហុងប៊ីនក៏បានប្រាប់ថាឥឡូវនេះគឺយើងបានមកដល់ហើយនេះគឺជាទីកន្លែងតូចមួយដែលមានសមាជិក7នាក់យើងបានមើលទៅពួកគេអស់រយៈពេល 3-4 ថ្ងៃហើយ
ដោយមិនមានអ្នកណាជាមនុស្សពិសេសឡើយសាយ៉ាងក៏បានសួរតើយើងមានកម្រងការអ្វីប្រមាញ់ពួកគេលើបែបនេះហុងប៊ិនគេសើចជាមួយនឹងសាយ៉ាងហើយគេប្រាប់ទៅកាន់សាយ៉ាងថាប្រមាញ់មិនមែននោះទេគឺប្រេផ្សាយជាងនឹងទៅទៀតយើងនឹងធ្វើការហ្វាមទៅលើពួកគេបន្តមកអាខ្វីនគេក៏ទៅលើសាយ៉ាងហើយនិយាយទៅកាន់សាយ៉ាងថាអាប្អូនឯងជាម្នាក់នៅក្នុងចំណោមពួកយើងឥឡូវនេះចាប់ផ្ដើមផ្លាស់ប្ដូរផ្នត់គំនិតរបស់ឯងកាន់តែប្រសើរកុំធ្វើដូចជាលីឆេងពួកយើងគឺជាមនុស្សមានសមត្ថភាពពិសេសនិយាយឲ្យស្រួលស្ដាប់ទៅយើងឡើងមានទៀតហើយប្រភេទដូចទៅជាមនុស្សធម្មតាឥឡូវនេះគឺយើងស្ថិតនៅកំពូលនៃអាហារវើជុំនឹងរបៀបមិនអ្នកទាំងអស់គ្នាគឺឧទាហរណ៍ថាស្មៅសម្រាប់កណ្ដូបស៊ីដល់ពេលកណ្ដូបសម្រាប់កង្កែបស៊ីដល់ពេលកង្កែបសម្រាប់ពស់ដល់ពេលពស់សម្រាប់អន្ត្រីអញ្ចឹងទៅអញ្ចឹងហើយសាយ៉ាងក៏ចាប់ផ្ដើមយល់នឹងនិយាយទៅកាន់គេថាដូច្នេះយើងនឹងធ្វើការចាប់ខ្លួនទៅលើពួកគេហើយឃុំឃាំងគេទុកនិងសម្លាប់ពួកគេនៅពេលណាដែលយើងត្រូវការហុងប៊ិនក៏បាននិយាយទៅកាន់សាយ៉ាងយើងមិនត្រូវការចាប់ពួកគេទាំងអស់នោះទេត្រឹមតែ5ឬ6បានហើយសល់ប៉ុន្មានយើងនឹងធ្វើការចាត់ចែងនៅកន្លែងហ្នឹងតែម្ដងលើបែបនេះសាយ៉ាងឆ្ងល់ជាខ្លាំងចាត់ចែងមានន័យថាម៉េចទៅហុងប៊ិនគេសើចនឹងបានប្រាប់ឲ្យសាយ៉ាងគ្រាន់តែមើលហើយនឹងរៀនរួចយកស្ពើក៏ទុកផងប្លង់របស់យើងក៏បានកាត់មកក្នុងជំរំអានេះវិញយើងឃើញមានមនុស្សកំពុងតែធ្វើការសាងសង់ជញ្ជាំងដើម្បីទប់ស្កាត់ស៊ុំប៊ីក៏ដូចជាពពួកមនុស្សអាក្រក់ផ្សេងបុរសម្នាក់នៅក្នុងចំណោមនោះគេក៏បាននិយាយថាហើយទីបំផុតយើងធ្វើរួចហើយពិតជាមានការហត់នឿយខ្លាំងណាស់ស្រាប់តែបរិសម្នាក់ទៀតក៏លេចទៅឃើញអ្វីមួយនោះគឺជាស៊ុំប៊ីគឺមកពីក្រោយពួកគេតែម្ដងស៊ុំប៊ីនោះទៀតសោតច្រើនខ្លាំងមែនទែនពួកគេទាំងអស់គ្នាពិតជាឆ្ងល់ខ្លាំងណាស់តើស៊ុំប៊ីទាំងអស់នេះវាមកពីខាងណាមិនយូរប៉ុន្មានពួកស៊ុំប៊ីក៏ធ្វើការវាយប្រហារទៅលើពួកមនុស្សទាំងអស់នោះស្លាប់បណ្ដាអស់មួយចំនួនទៅហើយដោយសារតែពពួកស៊ុំប៊ីវាមកភ្លាមបែបនេះអញ្ចឹងហើយពួកគេទាំងអស់គ្នាមិនអាចត្រៀមខ្លួនទាន់ឡើយសាយ៉ាងគេឃើញដូចនេះក៏និយាយថាយកស៊ុំប៊ីធ្វើជានុយនេះមែនដែលគេហៅថាជាកម្រងការល្អរបស់អ្នកហុងប៊ិនគេបានប្រាប់ទៅសាយ៉ាងថាមនុស្សរបស់យើងគឺមានកំណត់យើងមិនអាចបន្តឲ្យបាត់បង់មនុស្សបន្ថែមទៀតនោះទេក្រៅពីនេះប្រសិនបើមានអ្នកថ្មីរាប់សិនអ្នកចូលរួមភ្លាមពួកគេនឹងបង្កើតបកពួករបស់ពួកគេកាន់តែពិបាកនៅក្នុងការគ្រប់គ្រងដល់ពេលហើយគឺដល់ពេលពួកយើងប្រតិបត្តិការម្ដងតោះយើងទៅស្ត្រីម្នាក់កំពុងតែចិត្តត្រូវបានស៊ុំប៊ីហូបទៅហើយព្រាមនោះក្បាលរបស់ស៊ុំប៊ីក៏ត្រូវបានដាច់ជាបន្តបន្ទាប់នៅក្បែរនាងធ្វើឲ្យនាងពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំងនោះគឺជាថ្វីដៃរបស់អាខ្វីងហើយគេបានហុចដៃរបស់ខ្លួនឲ្យទៅនារីម្នាក់នោះចាប់និងបាននិយាយថាខ្ញុំមកជួយអ្នកហើយគ្នារបស់គេផ្សេងទៀតធ្វើជាសម្លាប់ស៊ុំប៊ីជាបន្តក្រុមមួយដែលត្រូវស៊ុំប៊ីវាយប្រហារនោះក៏បានសួរមកពួកគេថាជានរណាហុងប៊ិនក៏បានប្រាប់ទៅពួកគេថាយើងគឺជាមនុស្សដែលមានសមត្ថភាពពិសេសមកពីរោងចក្រសិប្បកម្មដៃស៊ីហ្វេងបន្ទាប់ពីបានឮបែបនេះធ្វើឲ្យអ្នកទាំងអស់នោះសប្បាយចិត្តជាខ្លាំងដោយមិនដឹងថានោះជាល្បិចកលយ៉ាងសាហាវប្រេះផ្សាយយ៉ាងណានោះទេគ្រាន់តែបានគិតថាឥឡូវនេះពួកគេគឺមានសុវត្ថិភាពហើយសាយ៉ាងបានមើលទៅការវាយប្រហាររបស់អ្នកទាំង3នោះគេក៏បានគិតថាកម្លាំងរាងកាយរបស់ពួកគេលើសពី20ពួកគេទាំង3នាក់នេះគឺខ្លាំងដូចជាក្រុមរបស់សាងឈីអញ្ចឹងបន្តមកទៀតសាយ៉ាងក៏ឮសំឡេងអ្វីមួយពីលើអគារហើយគេឆ្ងល់ថានោះគឺជាអ្វីក្រោយពីមើលបានមួយសន្ទុះដោយមិនឃើញអ្វីនោះទេសាយ៉ាងក៏បាននិយាយថានេះវាគ្រាន់តែជាការស្មុគស្មាញរបស់ខ្ញុំតែប៉ុណ្ណោះបន្តមកគ្នារបស់គេក៏បានហៅទៅកាន់សាយ៉ាងហើយចាងយីតើឈប់ធ្វើអីនៅទីនោះមកកាន់ទីកន្លែងនេះមកហើយជួយសម្អាតពួកវាទៅរួចសាយ៉ាងមកធ្វើតាមបញ្ជារបស់ហុងប៊ិនយើងកាត់មកអគារនេះវិញអ្វីដែលសាយ៉ាងបានឃើញនិងបានគិតវាមិនមែនជាការស្រមោលស្រមៃនោះទេគឺមានបិសាចដ៏សែនចម្លែកមួយនៅលើអគារមួយនោះយើងគ្រាន់តែមើលទៅរូបរាងរបស់វាគឺវាមានមាឌធំនិងមានកម្លាំងដ៏ខ្លាំងក្លាផងដែរយើងអាចសន្មតបានទេថា3នាក់នោះអាចទប់ជាមួយនឹងបិសាចមួយនេះជាប់ដែរឬអត់ប្រសិនបើគ្មានវត្តមានរបស់សាយ៉ាងជួយនោះទេបន្តមកទៀតសាច់រឿងរបស់យើង admin សូមបញ្ចប់នៅត្រឹមនេះពិតជាអរគុណខ្លាំងមែនទែនសម្រាប់ការទស្សនាវីដេអូរបស់ admin ក៏ដូចជាជួយ subscribe ឲ្យ channel របស់ admin ផងដែរមិនត្រឹមតែប៉ុណ្ណោះ admin ក៏សូមអរគុណអ្នកដែលបានប៉ាកាហ្វេឲ្យ admin ជាអណោណែតយើងនឹងជួបគ្នាម្ដងទៀតនៅវីដេអូបន្ទាប់ក្នុងពេលឆាប់ៗនេះអរគុណច្រើនសូមជម្រាបលា